បងឈុតគម្របឆែពេញភាំងឥឡូវពីខាង24យើងមានពីរប្រភេទបែកខាងអាស៊ីហើយប្រភេទខាងបែកអឺរ៉ុបពីរហ្នឹងគឺដូចគ្នាបីដែរអ្វីដែលខុសគ្នាគឺខុសគ្នាតែក្បាល connector ឯងអញ្ចឹងបងអាចមើលក្បាល connector នេះបានអញ្ចឹងអានេះប្រភេទបែកខាងអាស៊ីហើយប្រភេទនេះវិញបែកខាងអឺរ៉ុបអញ្ចឹងបែកខាងអឺរ៉ុបទូទៅបងប្រើអាប្រភេទឆែពេញភាំងប្រើខ្យល់ហ្នឹងគឺត្រូវជាមួយនឹងប្រភេទហ្នឹងឯងអញ្ចឹងឥឡូវបងតេស្តមើលអញ្ចឹងប្រភេទហ្នឹងគឺបងយកចូលនេះគឺត្រូវហើយប្រភេទហ្នឹងតែបើថាប្រភេទប្រើភ្លើងបងជាងខ្លះប្រើភ្លើងអញ្ចឹងបងប្រើបែកខាងអាស៊ីនេះនេះប្រើបែកអាស៊ីអញ្ចឹងប្រភេទប្រើភ្លើងពីច្រើនប្រើហ្នឹងតែប្រភេទភ្លើងខ្លះក៏ប្រើជាមួយនឹងក្បាល connector បែកខាងអឺរ៉ុបដែរអញ្ចឹងប្រភេទហ្នឹងមិនថាឡានអាស៊ីឡានអឺរ៉ុបអីគឺត្រូវទាំងអស់ឈុតហ្នឹងគឺឈុតធំហើយប្រភេទគម្របយើងគឺសិតតែជាតារាក្នុងហ្នឹងវាមានជួរវាមានរិញអីទុកធំត្រូវអញ្ចឹងអត់ងាយលេចជ្រាបឯប្រភេទហ្នឹងសម្រាប់ឡានអឺរ៉ុបដូចគ្នាប្រភេទបែកខាងអឺរ៉ុបដូចគ្នាអញ្ចឹងអត់ខុសគ្នាវាខុសតែប្រភេទ connector ហ្នឹងឯងអញ្ចឹងបើបងមានតម្រូវការតាក់ទងជាមួយនឹងប្រភេទគម្របឆែពេញភាំងហ្នឹងសូមកុំភ្លេចពីខាង24អរគុណបង